ការឋានទី1នៅទៅតាមសេយឺរបស់យើងគឺយើងឃើញហើយអស់ការឋានប្រហែល7ការឋានណាអញ្ចឹងយើងចាប់ដើមចូលការឋានទី1ហើយដែលខ្ញុំបានបញ្យល់តាំងពីនៅសាលារួចហើយថាទី1ត្រូវយើងត្រូវដឹងអំពីអ្វីទីតាំងភូមិសាស្ត្របាទគឺយើងត្រូវឲ្យស្គាល់នៅទីតាំងភូមិសាស្ត្រការឋាននេះតើនៅក្នុងភូមិអីស្រុកអីខេត្តអីបាទអានេះគឺយើងស្វែងយល់ដោយខ្លួនឯងបាទឥឡូវខ្ញុំចូលដល់តាំងនេះតែខ្សាច់បាទកន្លែងនេះគឺជាការឋានខ្សាច់ការឋានខ្សាច់យើងឃើញខាងមុខហើយនៅមានคุณគ្រូប៉ុន្តែហៅថានៅទីនេះគឺថាស្ពានណាស្ទឹងកំពង់ត្រាំសំណាហើយយើងឃើញហើយការឋានខ្សាច់នេះពីមុនមកគឺការឋានហ្នឹងមានជាការឋានធំណាអាជីវកម្មគឺបើកទូលាយធំបូមដោយដាក់ទយោណាតាំងពី5 7 8ឆ្នាំមុនដល់ទៅពេលយើងការឋានវាយើងបូមខ្លាំងពេកទៅខ្សាច់វាបាក់ឥឡូវយើងងាកមើលទៅខាងនោះណាដល់ពេលខែទឹកឡើងណាបូមទៅណាខ្សាច់វាបាក់ឈានចូលទៅដល់ផ្ទះស្រុកភូមិអញ្ចឹងក៏គេបិទអាជីវកម្មធំនៅទីនេះហើយគេបង្កើតនៅអាជីវកម្មបែបផែនជាសិប្បកម្មហើយនេះបើខ្ញុំថាបែបផែនសិប្បកម្មយើងឃើញហើយគឺដោយសារដោយដៃឧបករណ៍សាមញ្ញហើយដោយអុសទូកឃើញទេគឺអុសទូកមកយើងមកជោគមកបាត់ដាក់លើនេះណាដល់ពេលបានប្រមាណទៅឡានគេមកតូចទៅបាន1ឡាន2ឡានទៅមកតោនពីតោនទៅលក់ទៅអញ្ចឹងពីជនភិកច្រើនដល់ហ្នឹងគឺវាអាជីវកម្មណាបែបសិប្បកម្មហើយសួរថាតើខ្សាច់នឹងវាអាចមានបរិមាណស្តុករបស់វាប្រហែលដើម្បីដឹងថាបរិមាណស្តុករបស់វាតើយើងត្រូវធ្វើអីយើងមិនអាចមើលនឹងភ្នែកបានទេហើយក៏យើងមិនអាចដើរសួរប្រជាជនទៅនឹងបានទេគ្មានអ្វីជាអំណះអំណាងទេដើម្បីឲ្យដឹងថាតើខ្សាច់បរិមាណខ្សាច់នឹងប្រហែលគឺត្រូវធ្វើការអីត្រូវខួងចុះទៅក្រោមគេខួងចុះទៅក្រោមអញ្ចឹងយើងខួងមកយើងគឺ1ម៉ែត្រមកដកមកមានខ្សាច់2ម៉ែត្រដកខ្សាច់3ម៉ែត្រ4ម៉ែត្រ5ម៉ែត្រ10ម៉ែត្រផុតមកដល់10ម៉ែត្រចាប់លេខឃើញខ្សាច់បានន័យថាជម្រៅរបស់វា10ម៉ែត្រហើយចង់នឹងថាតើវាមានបណ្ដោយទៅប្រហែលអានឹងតើយើងត្រូវសិក្សាខួងទៅខាងនោះទៀតបើសិនណាជាយើងឃើញថាខាងនោះវាអាចមាន10ម៉ែត្រដែរអញ្ចឹងខ្សាច់ហ្នឹងវាអាចលាតសន្ធឹងពីនេះទៅដល់នោះហើយខាងនោះចឹងដែរបាទអញ្ចឹងគឺការកកើតនេះលក្ខណៈនៃការកកើតនៅតំបន់នេះខ្សាច់នៃការកើតនេះគឺជាការកកើតឡើងនៅនឹងកន្លែងណាការកកើតឡើងនៅនឹងកន្លែងដែលយើងរៀនបន្តដល់ទេនៅក្នុងគេហៅថាពពួកសិលាកំតិចកំណការកកើតឡើងនៃពួកខ្សាច់នៅទីនេះបាទមួយទៀតការសិក្សាស្រាវជ្រាវរកដូចខ្ញុំបានបញ្ជាក់មិញហើយត្រូវសិក្សាក្នុងការខួងយើងមានលក្ខណៈ3 1ខួងដោយប្រយោល2ខួងដោយអង្កេត3ខួងដោយសម្រេចខួងដោយប្រយោលយ៉ាងម៉េចខួងដោយប្រយោលគឺថាយើងខួងដោយចម្ងាយឆ្ងាយអอกមកថា1គីឡូពីគ្នារួចហើយណាយើងឃើញថាអាចមានស្រទាប់នឹងលាតសន្ធឹងដូចគ្នាអញ្ចឹងដើម្បីយើងលម្អិតទៀតខួង500ម៉ែត្រទៀតប្រឡោះកដាលទៀតបើសិនមានស្រទាប់នឹងដូចគ្នាទៀតយើងប្រឡោះកដាលទៀត250ទៀតបើសិនណាជាមានដូចគ្នាទៀតយើងកត់មើលថាជាគោលសម្រាប់បើថាខាងស្រទាប់ខាងក្រោមនេះគេមានលក្ខណៈលាតសន្ធឹងស្រទាប់ជាមួយគ្នាបាទឈានចូលមកដល់ថាឥឡូវយើងមកដល់កន្លែងនឹងសិក្សាអំពីខ្សាច់តើបានផលប្រយោជន៍អីសិក្សាផលប្រយោជន៍ខ្សាច់ទៅធ្វើអីណាយើងដឹងហើយខ្សាច់នៅទីនេះគេយកទៅប្រើនៅក្នុងវិស័យអីបាទក្នុងវិស័យសម្រាប់ហើយខ្សាច់នេះគឺយើងបានបែងចែកចេញជា3ប្រភេទខ្សាច់ប្រភេទទី1ខ្សាច់ប្រភេទទី2និងខ្សាច់ប្រភេទទី3ខ្សាច់ប្រភេទទី1គេធ្វើអីខ្សាច់ប្រភេទទី1គឺជាពពុះខ្សាច់ម៉ត់សម្រាប់យកទៅបោកខ្សាច់ប្រភេទទី2គឺខ្សាច់អីគឺខ្សាច់គ្រាប់មធ្យមសម្រាប់លាយបាយរៀបអិតរៀបជញ្ជាំងខ្សាច់ទី3ប្រភេទទី3គឺខ្សាច់គ្រាប់ធំគេយកធ្វើអីចាក់បេតុងណាចាក់ប្លង់សេឬក៏ចាក់ដាល់គ្រឹះលក្ខណៈបាទអញ្ចឹងយើងអាចមើលទស្សនវិជ្ជានៅទីនេះត
សាច់នៅទីនេះភាគច្រើនគឺជាសាច់ក្រកមធ្យមនិងសាច់ក្រកធំមិនសូវមានសាច់ក្រកម៉ត់ទេហើយជាទូទៅគេចង់បានសាច់ម៉ត់ហ្នឹងគេយកទៅរែងបន្តទៀតបាទឥឡូវខ្ញុំទុកពេលឲ្យឥឡូវម៉ោង8កន្លះម៉ោង8:50ចូលក្នុងរថយន្តអស់ឥឡូវខ្ញុំទុកពេលវេលាឲ្យយើងឡើងសាកសួរពីជននេះបាទ Sorry,